តោះថ្ងៃនេះដែរខ្ញុំមកចង់និយាយតាក់ទងមួយ AMT យើងមានចំណុច4ដែលយើងត្រូវនិយាយពី AMT ហ្នឹងទី1តើ AMT ហ្នឹងគឺជាអីគេទី2គឺការប្រើវាដើម្បីធ្វើអ្វីហើយទី3គេចាប់ AMT ហ្នឹងដោយផ្អែកលើហេតុផលអីខ្លះទី4ហេតុអីបានយើងត្រូវចេះ AMT តាក់ទងមួយចម្លើយខ្ញុំបានសរសេរនៅខាងក្រោមនេះដែរ AMT មានន័យថាគឺជា Smart Money Technique ដែលយើងអាចប្រើវាដើម្បីការចាប់ reversal នៃការផ្លាស់ប្ដូរលំហូរពី bullish ទៅជា bearish ហើយពី bearish ទៅ bullish វិញហើយក្នុងការចាប់ AMT ហ្នឹងវាមានពឹងផ្អែកទៅលើលក្ខខណ្ឌធំចំនួន3ដែលខ្ញុំសរសេរហ្នឹងតែវាអាចនឹងមានលើសហ្នឹងបើសិនបើអ្នកនរគ្នាស្វែងយល់វាកាន់តែច្បាស់ចំណុចទី1គឺទាមទារឲ្យយើងមើលពីរ pair ហើយពីរ pair ហ្នឹងវាមានលក្ខណៈស្តៀងគ្នាឬក៏គេហៅថា smart divergence វាឧទាហរណ៍ដូចជាមាសឬក៏ប្រាក់អញ្ចឹងទៅហើយនៅពេលដែល pair ពីរហ្នឹងមានមួយ sweep មួយទៀតមិន sweep ហើយចំណុចទី2ហ្នឹងគឺនៅពេលដែល pair ដែលមិន sweep ហ្នឹងវាបង្កើតបានជា market successive ឬក៏ CSD នៅក្នុង time frame 5នាទីហើយចំណុចទី4ហ្នឹងគឺការប្រើប្រាស់ AMT ហ្នឹងគឺជាការប្រើដើម្បីជា conclusion មួយឬក៏ជាហេតុផល confirm មួយក្នុងការចូលផ្សាររបស់ trader អញ្ចឹងយើងបកមកការចាប់ AMT ហ្នឹងវិញអញ្ចឹងសម្រាប់បងប្អូនណាដែលចង់បានព័ត៌មានទាក់ទងមួយមេរៀន trade អាចចូលទៅក្នុង channel របស់ខ្ញុំ channel របស់ខ្ញុំមានមេរៀនទាក់ទងមួយការ trade ទាក់ទងមួយ recap position ជាមួយនឹង idea ប្រចាំថ្ងៃរបស់វាជាមួយនឹង index នេះឧទាហរណ៍នៅក្នុងមាសជាមួយនឹងប្រាក់នៅកាលពីថ្ងៃសុក្រថ្ងៃទី3ខែ6ខែ7 2021អញ្ចឹងនៅក្នុង time frame 5នាទីនេះប្រាក់បាន sweep ហើយតែមាសវាអត់ sweep ទេវាបង្កើតបានជា smart money technique ដែលហេតុផលរបស់យើងទី1យើងរកឃើញហើយទី2យើងរងចាំថាតើនៅពេលដែលមាសដែលវាអត់ sweep ហ្នឹងវាបង្កើតបានជា CSD ឬក៏ market successive អត់នៅក្នុងនេះវាបង្កើតបានជា market successive ឬក៏ CSD នៅក្នុង time frame 5នាទីអញ្ចឹងនៅពេលដែលវាប្រាក់ sweep អញ្ចឹងហើយមាសអត់ទាន់ sweep ទេតែវាបង្កើតបានជា market successive ជាមួយនឹង CSD អញ្ចឹងគឺយើងអាចចូលនៅកន្លែងណាមួយបើសិនបើយើងចូលនៅអញ្ចេះក៏បានតែសម្រាប់ខ្ញុំពេលខ្លះខ្ញុំអាចនឹងចូលនៅពេលដែលវាចាក់មកដល់ order block ខាងលើនេះបានយើងកេងបាន revert ល្អជាងមុនអញ្ចឹងចូលចេះទៅហើយ TP អាចមកធ្វើនេះអញ្ចឹងធ្វើរយៈពេលប្រហែលជា10នាទីអីវា TP ហើយអញ្ចឹងមេរៀនរបស់យើងនេះខ្លីៗទេតែសួរថាតើការប្រើ AMT ទៅមុខអាចយក trade បានអត់សម្រាប់ខ្ញុំការប្រើ AMT គ្រាន់តែជា conclusion ក្នុងការចាប់ទីផ្សារ reversal បានន័យថាយើងឃើញផ្សារវាកំពុងតែឡើងហើយតែសួរថាវាដាច់ swing ហ៎ពេលខ្លះវាអត់ដាច់ដោយសារតែ AMT ហ្នឹងហើយពេលខ្លះទៀតអ្នកខ្លះ aim ចេះនៅពេលដែលចូល buy ចេះ aim យកដាច់ swing ចេះហើយ SL មកគាត់តែនេះចឹងទៅតែផ្សារពេលខ្លះវាអត់ដាច់ swing ហ្នឹងដោយសារតែផ្សារវាបាន AMT រួចហើយអញ្ចឹងចង់មិនចង់នៅពេលដែលវាបង្កើត confirm ចុះមកក្រោមវិញចេះយើងអត់គួរនៅ hold position buy ទៀតទេយើងគួរតែបិទ position ឬក៏យើងរក sell position វិញអញ្ចឹង AMT វាគឺជាផ្នែកមួយតែប៉ុណ្ណោះអញ្ចឹងយើងត្រូវពង្រឹងផ្នែកផ្សេងទៀតយើងមិនមែនយក AMT មួយយកទៅ trade ទៅមុខទេអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូនេះ